រដូវផ្ការីកមកគ្មានភ្លៀងធ្លាក់មួយដំណក់សោះនៅក្នុង2ភាគ3នៃផ្ទៃប្រទេសអ៊ីរ៉ង់នេះបើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ចេញផ្សាយនៅថ្ងៃសៅរ៍ទី8វិច្ឆិកាដោយបញ្ជាក់ថាអាងទំនប់ទឹកទាំង4សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅអ៊ីរ៉ង់បានរីងស្ងួតស្ទើរដល់បាតនិងអាចអស់នៅរវាងប៉ុន្មានថ្ងៃទៀតខាងមុខអាងស្តុកទឹកដ៏ធំជាងគេបំផុតប្រចាំទីក្រុងតេហេរ៉ង់អាមៀកាបៀនៅសល់ទឹកតែប្រមាណ14លានម៉ែត្រគីបឬស្មើនឹងប្រមាណ8%តែប៉ុណ្ណោះបាទរហូតដល់ដំណាច់ឆ្នាំនៅតែគ្មានភ្លៀងទៀតរដ្ឋាភិបាលនឹងផ្ដាច់ទឹកនៅពេលម៉ោងខ្លះហើយចែករបបទឹកចាប់ពីពាក់កណ្ដាលខែវិច្ឆិការហូតដល់ដើមខែធ្នូឬរហូតដល់មានភ្លៀងធ្លាក់នេះបើតាមសន្ទរកថារបស់ប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃសុក្រទី7វិច្ឆិកាតាំងកញ្ចក់ទូរទស្សន៍ជាមួយនឹងការទាញសញ្ញាអាសន្នប្រាប់អំពីស្ថានភាពខ្វះទឹកដែលអាចនឹងជំរុញឲ្យរដ្ឋាភិបាលបង្ខំចិត្តចាត់វិធានការជំនះប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីផងតើត្រូវជំនះបែបណាប្រធានាធិបតីអ៊ីរ៉ង់មិនបានលំអិតអំពីចំណុចនេះទេរដ្ឋធានីតេហេរ៉ង់និងតំបន់ជុំវិញទីក្រុងជាទីប្រជុំជនដ៏ធំមានប្រជាជនរស់នៅប្រមាណ14ទៅ15លាននាក់ដែលត្រូវការប្រើប្រាស់ទឹកស្អាតប្រមាណ3លានម៉ែត្រគីបក្នុងមួយថ្ងៃអ្នកក្រុងតេហេរ៉ង់បានចាប់ផ្ដើមកាត់បន្ថយទឹកបាន10%តាំងតែពី6ខែកន្លងមកហើយពេលនេះត្រូវប្រឹងបន្ថយសន្សំសំចៃទឹកឲ្យបាន20%ក្រែងអាចទប់ទល់បាន1ខែពីរទៀតឬក្រែងអាចទប់ទល់រហូតដល់មានភ្លៀងធ្លាក់ជាថ្មីនេះគឺជាគ្រោះរាំងស្ងួតខ្វះទឹកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទេនៅអ៊ីរ៉ង់គិតចាប់តាំងពីជាង60ឆ្នាំចុងក្រោយមកនេះសម្រាប់អ្នកជំនាញជាច្រើនកង្វះទឹកនៅអ៊ីរ៉ង់បណ្ដាលមកពីការគ្រប់គ្រងទឹកមិនបានល្អមានករណីខ្ជះខ្ជាយទឹកប្រើក្នុងវិស័យកសិកម្មដែលនៅរក្សាទម្លាប់ដាំដុះតាមបែបបុរាណម្យ៉ាងវិញទៀតស្ថានភាពរាំងស្ងួតកាន់តែអាក្រក់ជាលំដាប់និងជារៀងរាល់ថ្ងៃគ្រប់អ្នកជំនាញសុទ្ធតែព្យាករណ៍ថាស្ថានភាពនឹងកាន់តែដុនដាបអាក្រក់ថែមទៀតពីព្រោះមេឃនឹងបន្តគ្មានភ្លៀងធ្លាក់រហូតជាច្រើនសប្តាហ៍ទៀតបាទតាមទីភ្នាក់ងារសារព័ត៌មានតាស្មីនកម្ពស់ទឹកភ្លៀងនៅអ៊ីរ៉ង់បានធ្លាក់មកនៅត្រឹម152មីលីម៉ែត្រឬត្រូវជា40%ក្រោមមធ្យមភាគនៃកម្ពស់ទឹកក្នុងរយៈពេល57ឆ្នាំចុងក្រោយហើយនៅខេត្តខ្លះទៀតអត្រាទឹកភ្លៀងបានធ្លាក់ចុះដល់ទៅ80%